សោកស្ដាយបន្តិចដែលយើងចាប់ផ្ដើមដំបូងហ្មងគឺការងារដំបូងហ្មងប៉ះ scam ប៉ះប្រភេទ network ណាការងារ network ណាពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើវីដេអូតាម TikTok ពេលខ្ញុំធ្វើ freelance ដំបូងហ្នឹងខ្ញុំចាប់ផ្ដើមធ្វើផុសការងារ share tip អីនេះអាយ៉ាងទៅក៏មានអ្នកស្គាល់ហើយក៏យើង convert audience ពី TikTok ចូលមក Telegram ហើយក្នុងកំឡុងពេលយើងធ្វើ poster យើងធ្វើ logo យើងធ្វើ motion និយាយទៅយើងធ្វើចម្រុះហ្មងយើងធ្វើគ្រប់មុខអញ្ចឹងហើយយើងផុសពេលយើងធ្វើការងារយើងមិនផុសយើងផុសនៅលើដូចថា behind ឬក៏យើងផុសក្នុង TikTok យើងផុសអីចឹងទៅអញ្ចឹង client យើងក៏គាត់បានតាមរយៈហ្នឹងដែរគាត់ស្គាល់យើងគាត់អីចឹងណាគឺយើងឃើញអត់អានេះជាអីដែលខ្ញុំធ្លាប់បាននិយាយក្នុង podcast ហើយក៏ធ្លាប់បាននិយាយជ្រើសរើសនៅក្នុង podcast episode មុនដែរនេះគឺជាការដែលយើងព្យាយាមថាយើងបង្ហាញអីដែលយើងចេះបង្ហាញការងារដែលយើងបានធ្វើដើម្បីទទួលបាន client មានគ្នាយើងសួរខ្ញុំច្រើនដែរថាម៉េចធ្វើម៉េចបានរក client បានពេលដែលយើងធ្វើ freelance នេះហើយជាចម្លើយនេះហើយជាចម្លើយអញ្ចឹងហ្នឹងហើយអញ្ចឹងបើសិនជាគ្នាយើងដែលឆ្ងល់ថាម៉េចបានគេធ្វើ freelance គេរកភ្ញៀវបាននេះ podcast នេះអ្នកគ្នាគឺបែបហ្នឹងឯងគឺដោយបរិយគាត់បាននិយាយមុនហ្នឹងអញ្ចឹងគឺគាត់ start របៀបម៉េចគាត់ចាប់ផ្ដើមធ្វើរបៀបម៉េចគាត់បង្ហាញការងារគាត់របៀបម៉េចហើយគាត់ទទួលបានភ្ញៀវរបៀបម៉េចអូខេស្រីអ្នកគ្នាសូមស្វាគមន៍មកកាន់ Solo Podcast episode ទី8នេះគឺជា episode បន្ទាប់ពី episode ថ្ងៃមុនដែលយើងមានភ្ញៀវកិត្តិយសជានារីហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំគិតថាគាត់ក៏ជាមនុស្សម្នាក់ដែលខ្ញុំគិតថាវា special ដែរដោយសារគាត់ធ្វើការនៅសុកផ្ទាល់គាត់អត់ធ្វើការនៅពេញដូចយើងទេថ្ងៃនេះយើងនឹងទៅមើលអំពីមូលហេតុឬក៏ហេតុផលមួយចំនួនដែលគាត់អាចសម្រេចចិត្តក្នុងការដែលគាត់នៅស្រុកហើយគាត់ធ្វើការជា freelance ហ្នឹងទៅហើយយើងទៅមើលតាំងពី journey ផងគាត់ផងដែរថាតើគាត់ចាប់ផ្ដើមបែបណាហ្នឹងទៅដើម្បីយើងស្វែងយល់បន្ថែមពីគាត់អូខេអញ្ចឹងសួស្ដីហើយណែនាំខ្លួនឲ្យគ្នាយើងផ្សេងទៀតបានស្គាល់ផងបាទអូខេសួស្ដីម៉ណែតហើយសួស្ដីអ្នកនរគ្នាខ្ញុំបរិយហើយនៅក្នុងវិស័យ design ខ្ញុំប្រើឈ្មោះសម័យភ្លើងបច្ចុប្បន្នជា graphic design ហើយនិង motion freelance full time បាទអូខេប៉ុណ្ណឹងអូខេមិនបានដាក់ឈ្មោះសម័យភ្លើងអូរឿងហ្នឹងវាយ៉ាងវែងឆ្ងាយវា nickname ហ្នឹងវាបើគិតទៅបាយខ្ទង់2007 ខ្ញុំដាក់វាចង់និយាយថារឿងវាវែងឆ្ងាយគាត់ដឹងថាវាមានហេតុផលមានហេតុផលត្រូវដាក់ចឹងយ៉ាអូខេមិនស្រឡាញ់សម័យភ្លើងទេអត់ទេមកភ្លើងខំលោកមានអារម្មណ៍ថាស្រឡាញ់សម័យភ្លើងមិនដាក់សម័យភ្លើងទេអត់ទេមានវាមានអត្ថន័យចឹងវាមានអត្ថន័យអូខេតាចុះហ្នឹងហើយអញ្ចឹងអាចប្រាប់គ្នាយើងអំពីដំណើរយើងចាប់ផ្ដើមបែបណាយើងស្គាល់ជំនាញនេះបែបណាហើយយើងរៀនពីពេលណាមកអញ្ចឹងអាចនិយាយពី journey របស់យើងតិចមកដើម្បីឲ្យគ្នាយើងក៏បានដឹងដែរបើនិយាយស្មោះត្រង់ទៅgraphic design នេះខ្ញុំទៅតែស្គាល់រយៈពេលខ្លីមែនតើបើសិនជាខ្ញុំធ្លាប់ស្ដាប់ដូចម៉ណែតដូចអ្នកមុនដែលធ្លាប់ចូល podcast ហ្នឹងភាគច្រើនគាត់ស្គាល់តាំងពីអ្នកខ្លះតាំងពីវិទ្យាល័យអ្នកខ្លះតាំងពីមុនគាត់ឡើងមកបំពេញអញ្ចឹងណាហ្នឹងហើយដូចម៉ណែតអញ្ចឹងហ្នឹងហើយដូចម៉ណែតអញ្ចឹងស្ដាប់សពស្គាល់ប៉ុន្តែចម្លែកខ្ញុំស្គាល់ graphic design ហ្នឹងតើតែខ្ញុំរៀនសកលឆ្នាំទី2ហើយទេមានន័យថាកំឡុងឆ្នាំ2017-18ហើយនេះបានខ្ញុំដឹងថា design ហ្នឹងគេធ្វើអីអញ្ចឹងហើយចាប់ផ្ដើមពីនងមកដល់ឥឡូវហ្នឹងវាគិតទៅវាមានអារម្មណ៍ថាវាលឿនយ៉ាលឿនបិទបើកផុតបាត់យ៉ាចុះមិនទៀតទៅនឹងដំណើរការបើនិយាយពី background ហ្មងមុខវិជ្ជាដែលរៀនហ្មងមិនរៀនខាង graphic ទេរៀនខាង IT ទេប៉ុន្តែពេលដែលយើងចេញធ្វើការកាលហ្នឹងពេលយើងរៀនឆ្នាំទី1យើងចាប់ផ្ដើមចង់ធ្វើការ part time ខ្លះដើម្បីតបចំណាយចឹងណាព្រោះយើងអ្នកមកពីខេត្តយើងមាននៅពេញវាច្រើនគឺអញ្ចឹងហ្នឹងវាទូទៅហ្នឹងហើយប៉ុន្តែវានិយាយរឿងដែលសោកស្ដាយបន្តិចដែលយើងចាប់ផ្ដើមដំបូងហ្មងគឺការងារដំបូងហ្មងប៉ះ scam ប៉ះប្រភេទ network ការងារ network ហ្នឹងហើយយ៉ាប៉ុន្តែយើង
ធ្វើអានឹង 3-4 ខែដែរវា scam យើងមិនតែតពីនឹងមកក៏ខ្ញុំចាប់ដើមធ្វើការងារ IT ហើយនឹង design ហ្នឹងពេញទីហ្មងគឺចាប់ពីឆ្នាំ2018ហ្នឹងយើងចាប់ដើមធ្វើ IT ជាមួយនឹង IT support ជាមួយ design ដោយសារការយើងធ្វើដំបូងហ្នឹងនៅក្នុងក្រុមហ៊ុនហ្នឹងរៀងទូចដែរប្រហែលជាបុគ្គលិកខ្ទង់20នាក់អីចឹងណាអញ្ចឹងទៅយើងកាន់ទាំង design យើងកាន់ទាំង IT support នៅក្នុងហ្នឹងហើយបន្ទាប់ពីនិយាយពីមូលហេតុដែលយើងទៅធ្វើបន្តិចយើងទៅធ្វើហ្នឹងមុនដំបូងហ្នឹងគឺដោយសារអញ្ចឹងទេដោយសារពេលយើងរៀននៅក្នុងថ្នាក់ហ្នឹងខ្ញុំឃើញមិត្តភ័ក្តិម្នាក់គាត់រៀន graphic design part time នៅក្រៅហើយទៅពេលគាត់មករៀនគាត់តែងតែសូអាការងារគាត់ឲ្យយើងមើលថាណែគេកាត់ធ្វើកំប៉ុងមានទឹកមានអីចឹងតែចឹងទៅយើងចាប់អារម្មណ៍ដោយសារយើងពីក្មេងមកយើងចូលចិត្តអស់ហ្នឹងដែរតាក់ទងអីនៅពេលចឹងចាប់អារម្មណ៍ក៏តាមសួរគេឲ្យគេបរៀនហ្មងតាមសួរថាអាហ្នឹងគេធ្វើមិនឲ្យកម្មវិធីគេយើងចង់និយាយយើងចង់ដឹងហ្មងចង់ចេះធ្វើឲ្យគេតែចឹងទៅក៏គេបរៀនគេចិត្តល្អទៀតមិត្តភ័ក្តិមាន2នាក់គាត់រៀនអាហ្នឹងហើយគាត់ធ្វើការអាហ្នឹងម្នាក់ទៀតអត់ទេគាត់រៀនទៅពេលចឹងឲ្យគាត់បរៀនអាហ្នឹងដូចជារយៈពេលប្រហែលជា1ខែ2ខែដែរហើយបានយើងរៀនYouTube យើងរៀនមួយគាត់ហើយយើងរៀន YouTube ទៀតយើងមក YouTube ទៀតហើយយើងធ្វើរាល់ថ្ងៃហ្មងដូចការងារយើងដូចមុខវិជ្ជាយើងរៀនមួយមុខទៀតចឹងណាហ្នឹងហើយយើងធ្វើវារហូតដល់ពេលទៅ2018ហ្នឹងមិត្តភ័ក្តិម្នាក់ហ្នឹងគាត់ចង់ resign ពីកន្លែងការងារគាត់ហើយគាត់ចង់ឲ្យខ្ញុំទៅជំនួសគាត់មិត្តភ័ក្តិរៀនមួយគ្នាហ្នឹងដល់ពេលចឹងគាត់ក៏ invite ខ្ញុំហើយទៅធ្វើការហ្នឹងជំនួសកន្លែងគាត់ហ្នឹងទៅអាហ្នឹងចាប់ការងារដំបូងហ្មងណាហើយចេញពីហ្នឹងខ្ញុំធ្វើបាន1ឆ្នាំក៏ខ្ញុំចេញមកខ្ញុំទៅធ្វើ design ហ្មងនៅ agency មួយគឺយើងធ្វើខាង design សតពីមុនយើងធ្វើ IT support ផង design ផងអញ្ចឹងយើងធ្វើពីរដល់ពេលយើងចេញពីកន្លែងដំបូងហ្នឹងទៅយើងចូលកន្លែងទី2យើងធ្វើ design សតហ្នឹងនៅ agency ហើយបន្ទាប់ពីហ្នឹងយើងធ្វើមួយឆ្នាំឯងធ្វើមួយឆ្នាំដោយសារអីពីពេលហ្នឹងគឺខ្ញុំគិតថាខ្ញុំចង់ធ្វើឲ្យនិយាយថាយើងចង់ធ្វើឲ្យច្រើនយើងចង់ដឹងច្រើនចង់ចេះច្រើនថាកន្លែងការងារហ្នឹងគេធ្វើមិនយើងរឿងប្រាក់ខែខ្ញុំនៅលេខ2ឯងលេខ1 experience ខ្ញុំដាក់វានៅលេខ1ហ្មងអញ្ចឹងយើងព្យាយាមរៀនពីកន្លែងការងារហ្នឹងដល់ពេលខ្ញុំមានអារម្មណ៍ថាដូចជាប៉ុណ្ណឹងទេកន្លែងការងារហ្នឹង flow វាដូចការងារវាប៉ុណ្ណឹងឯងខ្ញុំគិតថាយល់ហើយអញ្ចឹងទៅខ្ញុំក៏ដូរមកការងារទី2ហ្នឹងអញ្ចឹងការងារទី2នៅ agency ហ្នឹងយើងធ្វើរហូតដល់ COVID យើងធ្វើដល់ COVID ក៏យើង move ទៅធ្វើជាលក្ខណៈ work from home មួយរយៈដែរប្រហែលជា7 ឆ្នាំឯដែរណា work from home ទៅបានរំសាយ team ហ្នឹងហ្មងដោយសារ COVID វាយូរពេកដំបូងយើងគិតថាប្រហែលជាកាលហ្នឹងយើងតំចូលដំបូងយើងគិតថាប្រហែលជា COVID បាន2ខែ3ខែឬក៏ថាយ៉ាងយូរចុះកន្លះឆ្នាំចុះវាអស់ហើយអញ្ចឹងណាយើងគិតថាអញ្ចឹងហ្នឹងហើយដល់ពេលយើងក៏ move ទៅធ្វើនៅផ្ទះហើយក៏ team អីក៏បែកទៅធ្វើនៅផ្ទះរៀងខ្លួនទៅដល់ទៅពេលវាយូរចូលឆ្នាំយូរទៅក៏រំសាយទៅក៏កំឡុងពេលយើងធ្វើនៅ agency ហ្នឹងយើងក៏មាន connection មួយ client ខ្លះអញ្ចឹងណាក៏មានការងារគាត់តម្លាក់មក direct មកមួយយើងហ្នឹងហើយយើងក៏ទទួលគាត់ធ្វើជា part time ជា freelance មួយគាត់ហ្នឹងតេតអញ្ចឹងទៅហើយក៏ដល់ពេលយើងចេញពី agency ទៅយើងក៏នៅជាប់ពីខាងគាត់ហ្នឹងអញ្ចឹងយើងធ្វើមួយគាត់ច្រើនហើយដល់ពេលកំឡុងពេលដែល COVID ហ្នឹងដែរអ្នកទាំងអស់គ្នាមួយចំនួនភាគច្រើនហ្មងខ្ញុំគិតថាបើយើងស្គាល់ខ្ញុំតាម TikTok អញ្ចឹងណាអញ្ចឹងពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមធ្វើវីដេអូតាម TikTok ហើយពេលខ្ញុំធ្វើ freelance ដំបូងហ្នឹងខ្ញុំចាប់ផ្ដើមធ្វើផុសការងារ share tip អីនេះអញ្ចឹងទៅក៏មានអ្នកស្គាល់ហើយក៏យើង convert audience ពី TikTok ចូលមក Telegram អញ្ចឹងការងារយើងក៏វាចាប់ផ្ដើមតិចម្ដងរហូតមកអញ្ចឹងណាប៉ុន្តែបកត្រឡប់ក្រោយបន្តិចនៅកំឡុងពេលដែលខ្ញុំធ្វើការងារពីឆ្នាំទី1ដល់ឆ្នាំទី4ហ្នឹង
ក្នុងកំឡុងពេលខ្ញុំធ្វើការហ្នឹងខ្ញុំធ្វើការងារមិនមែនតែមួយមុខទេខ្ញុំធ្វើការងារ2ទៅ3មុខមានពេលខ្លះយើងធ្វើជាគេហៅអីនេះហៅសោះអញ្ចឹងហីហៅសោះរបស់ NGO របស់អង្គការគេនិយាយថាអង្គការហ្នឹងគេត្រូវការផ្នែក media ប៉ុន្តែគេអត់រើសបុគ្គលិកទេគេរើសជាលក្ខណៈយើងទៅធ្វើមក project គេអញ្ចឹងណាយ៉ាហ្នឹងខ្ញុំធ្លាប់ធ្វើលក្ខណៈអញ្ចឹងដែរហើយនឹងមានការងារមួយទៀតតែខ្ញុំសុំអត់និយាយទេអាហ្នឹងការងារខ្ញុំសុំលាក់អាហ្នឹងមួយទៀតតែពិតយើងធ្វើការងារច្រើនមុខហើយក្នុងកំឡុងពេលយើងធ្វើ poster យើងធ្វើ logo យើងធ្វើ motion និយាយទៅយើងធ្វើចម្រុះហ្មងយើងធ្វើគ្រប់មុខអញ្ចឹងហើយយើងផុសពេលយើងធ្វើការងារយើងមិនផុសយើងផុសនៅលើដូចថា behind ឬក៏យើងផុសក្នុង TikTok យើងផុសអីចឹងទៅអញ្ចឹង client យើងក៏គាត់បានតាមរយៈហ្នឹងដែរគាត់ស្គាល់យើងគាត់អីចឹងណាគាត់ក៏តាក់ទងមកយើងធ្វើតាមនឹងរហូតទៅហើយខ្ញុំសំណាងដែរដែលបាន client ល្អភាគច្រើនល្អដែលគាត់ទីមួយគាត់យល់ពីការងារយើងគាត់ឲ្យតម្លៃហើយគាត់របៀបថាគាត់អត់ strict មែនតែនមួយយើងហ្មងណាគាត់ open ឲ្យយើងថាយើងគាត់ឲ្យយើងចេញ idea យើងពេលខ្លះសឹងតែឲ្យយើងចេញហ្មងឲ្យគាត់ហ្មងទៀតចឹងណាចឹងតែយើងបានឱកាសហ្នឹងយើងក៏បានអាចធ្វើការងារបានច្រើនជាមួយគាត់ជាមួយអីផ្សេងទៀតចឹងណាអូខេគឺដំណើរការប៉ុណ្ណឹងអូខេចាប់អារម្មណ៍គួរចាប់អារម្មណ៍មែនទែនគ្នាយើងឃើញអត់អានេះជាអីដែលខ្ញុំធ្លាប់បាននិយាយក្នុង podcast ហើយក៏ធ្លាប់បាននិយាយជ្រើនៅក្នុង podcast episode មុនដែរនេះគឺជាការដែលយើងព្យាយាមថាយើងបង្ហាញអីដែលយើងចេះបង្ហាញការងារដែលយើងបានធ្វើដើម្បីទទួលបាន client មានគ្នាយើងសួរខ្ញុំច្រើនដែរថាធ្វើម៉េចបានរក client បានពេលដែលយើងធ្វើ freelance នេះហើយជាចម្លើយនេះហើយជាចម្លើយអញ្ចឹងហ្នឹងហើយអញ្ចឹងបើសិនជាគ្នាយើងដែលឆ្ងល់ថាម៉េចបានគេធ្វើ freelance គេរកភ្ញៀវបាននេះ podcast នេះអ្នកគ្នាគឺបែបហ្នឹងឯងគឺដោយបរិយគាត់បាននិយាយមុនហ្នឹងអញ្ចឹងគឺគាត់ start របៀបម៉េចគាត់ចាប់ផ្ដើមធ្វើរបៀបម៉េចគាត់បង្ហាញការងារគាត់របៀបម៉េចហើយគាត់ទទួលបានភ្ញៀវរបៀបម៉េចអញ្ចឹងសង្ឃឹមថាអានេះគឺជាចំណុចមួយដែលអ្នកគ្នានឹងយកទៅហើយគឺនឹងធ្វើទៅតាមនឹងដែរតែពួកគាត់ថារបៀបដែលគាត់ធ្វើរបៀបដែលបរិយធ្វើក៏ដូចតែខ្ញុំធ្វើដូចអ្នកផ្សេងធ្វើដូចគ្នាដែរគឺអត់មានន័យក្រៅពី show your work គឺបង្ហាញអីដែលជារបស់យើងសិនទេបានភ្ញៀវគាត់ដឹងឬក៏ថាភ្ញៀវគាត់ឃើញថាយើងជាណាគេដូចខ្ញុំតែនិយាយណាថាភ្ញៀវគាត់អត់មែនទេវតាទេគាត់មិនមែនសុកគាត់ដើរមកឃើញយើងជា graphic designer គាត់ដឹងតែហ្មងទេជាងគាត់អត់ដឹងអីទេហ្នឹងហើយបែបហ្នឹងអូខេមួយទៀតចង់បើពងកញ្ចក់បន្តិចតាមពិតទៅកំឡុងពេលដែលខ្ញុំផុស TikTok ខ្ញុំធ្វើTelegram ខ្ញុំធ្វើអីហ្នឹងពេលហ្នឹងពេលខ្ញុំចាប់ដើមដំបូងហ្នឹងខ្ញុំអត់មានកម្រងថាយើងធ្វើអាហ្នឹងដើម្បីអីយើងធ្វើអាហ្នឹងដើម្បីតាក់ទាញភ្ញៀវដើម្បីរកភ្ញៀវដើម្បីជាលក្ខណៈគេហៅថា personal branding ទេយើងធ្វើហ្នឹងគ្រាន់តែជាអីដែលយើងចង់សូទេប៉ុន្តែពេលមកដល់ឥឡូវដែលពងនិយាយ podcast នេះបានយើងដឹងថាអាហ្នឹងឯងដែលគេហៅថា personal branding អាហ្នឹងឯងដែលគេហៅថា marketing ដែលគេធ្វើហ្នឹងតែយើងធ្វើដល់អត់ដឹងខ្លួនណាពេលហ្នឹងហ្នឹងហើយតែដល់ពេលមកដល់ឥឡូវហ្នឹងយើងដឹងថាអូតាមពិតយើងធ្វើត្រូវតែយើងធ្វើអញ្ចឹងហ្នឹងហើយនិយាយទៅបើសិនជាយើងអាចធ្វើអញ្ចឹងបានល្អមែនតើព្រោះហ្នឹងហើយព្រោះអាហ្នឹងវាជាផ្លូវមួយដែលត្រូវណាបើឥឡូវមានចឹងនិយាយថាឥឡូវមានហើយត្រៀមច្បងមានអ្នកគាត់ធ្វើច្រើនគាត់ share អញ្ចឹងល្អហើយអ្នកក្រោយគាត់ដឹងថាគាត់ដឹងផ្លូវគាត់ដឹងថាអូត្រូវធ្វើមិនត្រូវទៅតាមណាតាមណាគាត់ដឹងតែបើកាលពីខ្ញុំអត់ដឹងដែរខ្ញុំទៅព្រាវដែរហ្នឹងហើយដូចតែគ្នាទេខ្ញុំក៏ដូចតែគ្នាដែរគឺដោយសារតែវាជាបទពិសោធន៍ប៉ុនយើងដែលស្អីបានយើងធ្វើ podcast យើង invite អ្នកដែលនៅក្នុងវិស័យនេះមកជួយធ្វើជាផ្លូវសម្រាប់ពួកគាត់អញ្ចឹងណាអ្នកដែលគាត់មកក្រោយបងប្អូនអាចថាជាបងអូនខ្ញុំសេរីក្រោយអាចថាជាកូនខ្ញុំផងក៏បានដែរត្រូវហ៎អាចថាកូនបរិយក៏មានដែរយេហើយអាហ្នឹងក៏ខ្ញុំrespect ទៅរៀមច្បងមុនដែរគាត់ share ពេលកំឡុងដល់ពេលគាត់ធ្វើពីមុនហ្នឹងគាត់ share អីដែលគាត់អាច share បានអញ្ចឹងខ្ញុំឬក៏យើងពីពេលហ្នឹងយើងទៅមើលពួកគាត់សួរនាំពួកគាត់អីហ្នឹង
អានោះគឺជាអីដែលល្អបំផុតហើយឥឡូវយើងចាប់ផ្ដើម share ចាប់ផ្ដើមចែកម្លែកទៅអ្នកក្រោយៗទៀតទៅយើងធ្វើដូចពួកគាត់ដែរខ្ញុំគិតថាអានោះវាល្អហើយយើងធ្វើអញ្ចឹង Yes ចែកម្លែកអញ្ចឹងល្អ ហ្នឹងហើយអានោះវាហ្នឹងហើយដោយសារតែរៀងច្បងយើងដូចគ្នារៀងច្បងយើងបន្តមកដល់យើងបន្តមកយើងដល់ self own យើងបន្តទៀតគាត់ inspire យើងថានៅស្រុកយើងធ្វើអញ្ចឹងយើងចែកម្លែកគ្នាអញ្ចឹងធ្វើអីអញ្ចឹងវាបានល្អបានរីកចម្រើនបានអ្នកក្រោយៗគាត់អាចសិក្សាបានព្រោះដោយសារតកតងនឹងការងារប្រភេទអញ្ចឹងនៅយើងវាមិនដូចស្រុកគេទេអញ្ចឹងវារៀងខ្វះ resource ដែរបើសិនយើងបានធ្វើឲ្យចែកម្លែកច្រើនទៅវាក៏ល្អសម្រាប់ resource យើងស្រុកយើងអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងពេលដែលនិយាយមកប្រាវមិញនេះខ្ញុំចាប់អារម្មណ៍ចំណុចមួយហើយអីបានជាចង់សួរបរិយថាមិនបានពេលហ្នឹងយើងសម្រេចចិត្តថាយើងឈប់ធ្វើ IT ហើយមកធ្វើជាការងារ design វិញមូលហេតុមាន2ប៉ុន្តែមួយខ្ញុំអត់ខ្ញុំសុំអត់និយាយអូខេអាហ្នឹងជាមូលហេតុខ្ញុំអត់និយាយមូលហេតុហ្នឹងគឺដោយសារអញ្ចឹងកាលពេលដែលខ្ញុំរៀនហ្នឹងIT អត់មានចង់និយាយថាការងារ IT គេតម្រូវឲ្យយើងធ្វើ full time អញ្ចឹងណាកាលពីពេលខ្ញុំហ្នឹងណាឥឡូវប្រហែលជាអាចមាន part time ដែរហើយខ្ញុំព្យាយាមរកមើលធ្វើ part time តែវាអត់សូវមានទេពីច្រើនគឺ full មកហើយអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តទៅធ្វើ part time ហ្នឹងដោយសារអីដោយសារខ្ញុំជាប់ការងារមួយទៀតដែលខ្ញុំអត់បាននិយាយហ្នឹងខ្ញុំជាប់កំពូលការងារហ្នឹងមួយទៀតអញ្ចឹងខ្ញុំធ្វើការងារហ្នឹងពេលព្រឹកពេលថ្ងៃខ្ញុំមូទៅធ្វើនៅខាងម្ដុំស្ទឹងមានជ័យខាងផ្សារឯករាជ្យហ្នឹងខ្ញុំធ្វើ part time ទេតបមកពេលខ្ញុំចេញពីធ្វើការ part time ពេលល្ងាចហ្នឹងបាទខ្ញុំចេញទៅរៀននៅសាកលភូមិន្ទពេលយប់ហើយបាទខ្ញុំមកផ្ទះវិញហើយខ្ញុំធ្វើអញ្ចឹង repeat រាល់ថ្ងៃមួយថ្ងៃខ្ញុំធ្វើ3មុខហើយពេលព្រឹកខ្ញុំធ្វើមួយកន្លែងដែលខ្ញុំបាននិយាយហ្នឹងហើយពេលថ្ងៃយើងទៅធ្វើ part time ហ្នឹងហើយពេលល្ងាចយើងទៅរៀនហើយយើងធ្វើអញ្ចឹងរហូតអញ្ចឹងទៅអូខេហ្នឹងមូលហេតុគឺដោយសារយើង back យើង clear ឆ្ងាយពី IT ដោយសារអញ្ចឹងដោយសារយើងជាប់ការងារមួយទៅយើងពិបាករកការងារ IT part time អញ្ចឹងយើងក៏សម្រេចថាយើងធ្វើកន្លែងណាក៏ដោយឲ្យតែវាចលះហ្នឹងអញ្ចឹងណាវាមិនជាខុសនេះឆ្ងាយទេវានៅសំណុំនេះវាហ្នឹងយើងក៏ធ្វើទៅអូខេចូលពេលយើងធ្វើទៅតើនិយាយមកដល់ពេលយើងធ្វើទៅវាក៏ប៉ះជាមួយណាអា feel ដែលយើងពីក្មេងមកយើងចូលចិត្តអារបៀបហូបវាអីចឹងដែរដល់ពេលយើងធ្វើយូរទៅបានយើង feel ថាអូមានអីអាហ្នឹងយើងចូលចិត្តដែរតើពីក្មេងពីអីមកខ្ញុំចូលចិត្តគូនៅសាលាខ្ញុំគូនៅសាលាគូនៅជាងសាលានៅអីដែរចឹងណាហើយហូបនៅกระดาษខ្ញុំមានម៉ាក់ខ្ញុំក៏ឲ្យទុកពីក្មេងយើងចូលចិត្តគូហើយយើងហាយចោលហើយប៉ុន្តែអ្នកផ្ទះខ្ញុំគាត់ចូលចិត្តឲ្យខ្ញុំទុកអាហូបដែលខ្ញុំគូអញ្ចឹងទុកដល់ឥឡូវហ្នឹងប្រហែលជាមួយសមីធំអញ្ចឹងយើងចូលចិត្តគូដែរពីក្មេងយើងចូលចិត្តគូទៅខ្មែរអញ្ចឹងណាគូហូបណាហើយទៅប៉ុន្តែដល់ពេលយើងទៅរៀន IT វាអត់មានថាគោលបំណងយើងទៅធ្វើជាខាង graphic ឬក៏ទៅខាងគំនូរហ្នឹងវាអត់មានសោះហ្មងនិយាយទៅចេញពីសាលាទៅគឺយើងបុកទៅខាង IT ហ្មងតែដល់ពេលយើងចេញធ្វើការយើងនិយាយថាដេញរាវយើងធ្វើទៅក៏ប៉ះអីអាហ្នឹងដូចត្រូវយើងក៏ធ្វើអាហ្នឹងទៅអាចដោយសារតែចេះទេដោយសារតែហើយជាបរិយអត់តន់តែអ្នកថាការពីពេលកំឡុងដែលយើងនៅរៀនហ្នឹងគឺយើងអត់តន់ស្គាល់អត់តន់ដឹងឮថាវាមានអាជំនាញ graphic ហ្នឹងអីគេ graphic ហ្នឹងទៅអត់នៅសូនហ្មងនៅខាងខ្ញុំនេះគឺសម្បីតាកុំព្យូទ័រហ្នឹងខ្ញុំតំតារៀនពេលទី12ទេបានរៀនចេះ Word Excel អីហ្នឹងទី12ហ្នឹងទេបានរៀនហ្នឹងកុំព្យូទ័រអីហ្នឹងនិយាយទៅអាចថាមិនមែនតែនៅខាងបរិយទេខាងខ្ញុំក៏ដូចគ្នាដែរហើយក៏អាចនិយាយបានថាកំឡុងពេលដែលយើងនៅថាខ្ទង់លវៈនៅរៀននៅវិទ្យាល័យគាត់ថានៅណាក៏ដោយកម្រមានអ្នកដែលគាត់ដឹងឮជំនាញអស់ហ្នឹងហើយពីច្រើនយើងឮតែពេទ្យយើងឮតែគ្រូខាងងារធំវិស្វករ IT មាន IT មួយម៉ាត់ហ្នឹងតែតំតា IT នេះតំតាក្រោយផងតំតាឥឡូវផងពីមុនមែនតើអត់មានទេមានគ្រូពេទ្យដល់ប៉ុណ្ណឹងពេទ្យប៉ូលីសហ្នឹងហើយ
ចឹងអាហ្នឹងក៏វាជារបស់មួយដែលវាធ្វើឲ្យយើងអត់តន់ដឹងការពេលហ្នឹងហើយបានយើងម្ដងពេញទៅយើងចិត្តសាកទៅយើងក៏ប៉ះចំអីដែលយើងស្រឡាញ់ចឹងទៅហ្នឹងហើយប៉ុន្តែអត់អីទេខ្ញុំគិតថាសិស្សប្អូនសេរីក្រោយនេះបើតាមខ្ញុំឃើញជាក់ស្ដែងមួយរយៈក្រោយលំបាកខ្ទង់ចាប់ពីកូវីដហើយមានក្មេងៗច្រើនគាត់ដែលនៅវិទ្យាល័យណាគាត់អាសាឆាតមកខ្ញុំសួរនាំរឿងអស់នឹងដែរអញ្ចឹងបើន័យថាជំនាញនេះឥឡូវវារីកដុះដាលទៅដល់វិទ្យាល័យហ្នឹងហើយអញ្ចឹងបើថាជំនាញហ្នឹងឥឡូវគឺវាធំបើថាយើងអាចបរិយាវាបានណាដើម្បីអាចឲ្យការងារហ្នឹងទៅឲ្យលឺដល់គាត់ព្រោះការសម័យយើងគឺអត់មានដឹងស្គាល់អីសោះហ្មងនិយាយទៅអត់តែណា Photoshop បែរមកទៅណាដឹងបែរមកទៅណាអូខេចង់សួរសំណួរទៅបរិយមួយដែរថាយើងធ្វើនៅស្រុកអញ្ចឹងមានកម្រងចង់មកធ្វើនៅពេញអីវិញដែរមានតែពិតមានដែរប៉ុន្តែវាស្ថិតនៅក្នុង plan B ឯហ្នឹង I see ខ្ញុំមាន plan ច្រើនអញ្ចឹងណាអញ្ចឹងករណីថាយើងអាចចូល Casino យើងអាចត្រូវទៅធ្វើនៅពេញបានហ្នឹងក៏យើងអត់វាថាយើងអត់ limit thôiណាយើងត្រូវតែនៅអញ្ចឹងរហូតទេយើងធ្វើតាមកលៈទេសៈត្រូវឲ្យយើងទៅធ្វើនៅភ្នំពេញល្អជាងយើងធ្វើនៅភ្នំពេញទៅមានអីយើងនៅចិត្តដែរអីទេ Yes បើថាបើក្នុងករណីថាយើងអាចមានឱកាសធ្វើ full time នៅក្រុមហ៊ុនណាមួយក៏យើងទៅបើសិនជាអត់ទៅធ្វើទៅផ្ទះធម្មតា freelance ហ្នឹងទៅណាធ្វើធម្មតាអញ្ចឹងទៅហ្នឹងហើយអូខេមានអីអត់ទេប៉ុន្តែនៅស្រុកយើងមានអារម្មណ៍ថាវា feel រៀង warm ជាងណាស់តែយើងនៅពេញវាតែឯងណាយើងនៅគ្រួសារមួយគ្រួសារវាយើងរងថ្ងៃយើងបាននៅមួយក្បែរម៉ាក់ប៉ាយើងគ្រួសារយើងស្រួលហ្នឹងហើយវាកម្រមានណាមែនកម្រមានអាចនិយាយថាអញ្ចឹងអូខេចុះខ្ញុំចង់សួរដែរថាកំឡុងពេលដែលបញ្ញារៀន design ដំបូងវាមាន challenge អីពិបាកអីខ្លាំងទេសម្រាប់យើងពេលដែលយើង start ពី IT ទៅប៉ះដល់ graphic អញ្ចឹងវាពិបាកខ្លាំងអត់ដូចជាអត់អីទេដោយសារអីអាហ្នឹងវាយើងប្រើ computer ដែរហើយយើងរៀន IT យើងប្រើ computer ដែរអញ្ចឹងយើងស្និទ្ធមួយ computer ដល់ពេលយើងមូទៅយើងគ្រាន់តែខុសកម្មវិធីវាចាត់ទុកថាយើងរៀនកម្មវិធីថ្មីមួយអញ្ចឹងណាព្រោះ IT យើងនេះយើង research ច្រើនហើយយើងប្រើ computer ច្រើនមែនតើហើយយើងរៀនអីថ្មីច្រើនខ្ញុំចូលចិត្តរៀនអីថ្មីដល់ពេលអញ្ចឹងពេលយើងរៀនអាហ្នឹងយើងអត់មានអារម្មណ៍ថាវាពិបាកវាសម្ពាធអីគ្រាន់តែមានអារម្មណ៍ថាអាហ្នឹងវាគ្រាន់ជាអីដែលវាអីជាថ្មីមួយយើងត្រូវរៀនវាអញ្ចឹងណាអូខេមានអីមានអារម្មណ៍ថាភាគច្រើនណាខ្ញុំតែងតែសង្កេតឃើញអ្នកដែលគាត់គេហៅថាអ្នកធ្វើការខាង creative ភាគច្រើនពួកយើងគឺចូលចិត្តធ្វើរបស់ណាដែលវាថ្មីតែខណៈចូលចិត្តសាករបស់ថ្មីចិត្តរៀនរបស់ថ្មីហ្នឹងហើយភាគច្រើនគឺបែបហ្នឹងព្រោះសារមិនថាបរិយនិយាយមិញទេខ្ញុំស្ដាប់លឺបរិយមិញឬក៏ខ្ញុំភាគច្រើនខ្ញុំសួរឲ្យតែបានជួបអ្នកដែលធ្វើការខាង creative មិនថាអ្នកដែលធ្វើ content creator អ្នកកាត់តវីដេអូអ្នកថតវីដេអូក៏សិតតែគេហៅ creative ដែរអញ្ចឹងភាគច្រើនការងារដែលពួកគាត់ឬក៏អីដែលគាត់និយាយភាគច្រើនគឺបែបហ្នឹងគឺគាត់ចូលចិត្តសាករបស់ណាដែលវាថ្មីសម្រាប់គាត់ចឹងណា Yes អូខេនិយាយទៅបើយើងអត់សាកអីថ្មីវារកអីថ្មីនឹងអត់ឃើញយើងធ្វើដែរវានៅដដែលហ្នឹងហើយប៉ុន្តែវាចេះដែរពេលខ្លះមានអ្នកខ្លះខ្ញុំជួបដែរអ្នកខ្លះទៅគាត់ក៏អត់សូវចង់រៀនរបស់ថ្មីដែរហ្នឹងហើយអ្នកខ្លះទៅក៏គាត់មានអារម្មណ៍ថាអូខេគាត់ចង់រៀនអីថ្មីយ៉ាងទៅអ្នកខ្លះក៏អត់សូវចង់រៀនអីថ្មីក៏មានអញ្ចឹងណាប៉ុន្តែហ្នឹងវាតាមខ្លួនយើងជាក់ស្ដែងណាយើងបាក់ទៅប្រាប់ហើយក៏ទៅអីអាហ្នឹងយើងអាចចូលកំណត់គេបានហ្នឹងហើយតាមរៀងខ្លួនហ្នឹងហើយរៀងខ្លួនអូខេចុះភាគច្រើនclient ដែលមានទទួលបានភាគច្រើនមិនវិញដែរភាគច្រើនខាងណាបែបជាលក្ខណៈបែបណាច្រើនភាគច្រើនហ្មងគាត់ស្គាល់យើងតាមរយៈមានតាមរយៈ network ហើយនឹងតាមរយៈsocial media ដែរគាត់ស្គាល់ហើយប្រភេទ client មានចម្រុះហ្មងមានតាំងពី agency មានតាំងពីក្រុមហ៊ុនមាន personal គាត់ business គាត់ខ្លួនឯងអីចឹងណាយើងនិយាយទៅមានចម្រុះ
okay បើថាឲ្យថាច្រើនមួយណាច្រើនដូចជាអត់យើងអត់កំណត់បានគាត់ okay បើថាវាមានចម្រោះនឹងឲ្យចម្រោះមក okay ចុះចង់សួរមួយសំណួរដែលបងអូនសិស្សបងអូនគាត់ចំណាំដល់មកក្រោយគាត់តែងសួរសំណួរហ្នឹងគាត់សួរថាតើគួរកំណត់តម្លៃការងារបែបណាអានឹងបរិយមានជា idea ឬក៏ជាយោបល់អីសម្រាប់ពួកគាត់ដែរខ្ញុំធ្លាប់បាទខ្ញុំធ្លាប់ពិបាកអាហ្នឹងដែរកាលមុនខ្ញុំធ្លាប់ពិបាកកំណត់អាហ្នឹងដែរហ្នឹងហើយនឹងការកំណត់តម្លៃហ្នឹងខ្ញុំបាន tip មួយពីលោកគ្រូ CG ខ្ញុំបាន tip ហ្នឹងមួយប៉ុន្តែដូចជាវគ្គហ្នឹងគាត់បរៀនបងលុយតែខ្ញុំអត់បានទិញមេរៀនទេប៉ុន្តែគាត់ share tip តិចតិចពីមេរៀនដែលគាត់បរៀនខុសហ្នឹងយកមកដាក់លើដូចជា page មិនដឹងទេខ្ញុំគិតថាធ្វើអញ្ចឹងល្អរបៀបក្នុងការគិតតម្លៃហ្នឹងគឺយើងគិតទៅតាមកម្លាំងពលកម្មរបស់យើងកម្លាំងការងាររបស់យើងឥឡូវឧទាហរណ៍ថាយើងធ្វើការនៅកន្លែងមួយឬក៏ក្រុមហ៊ុនឬក៏អីមួយអញ្ចឹងមួយខែយើងទទួលបានប្រាក់ខែប៉ុន្មានអញ្ចឹងយើងយកប្រាក់ខែហ្នឹងយកមកចែកមកថាក្នុងមួយថ្ងៃយើងធ្វើប៉ុន្មានម៉ោងហើយយើងចែកទៅថាក្នុង1ម៉ោងយើងបានប្រហែលជាប្រមាណហ្នឹងយើងធ្វើនៅក្រុមហ៊ុនចុះដល់ពេលយើងធ្វើខ្លួនឯងនេះយើង expect ថាយើងចង់បានតម្លៃដូចក្រុមហ៊ុនដែរក្រុមហ្នឹងឬក៏លើណាអាហ្នឹងលើយើងណាអញ្ចឹងយើងអាចគិតមកយើងគិតថាឥឡូវឧទាហរណ៍ថា1ម៉ោង$5ឧទាហរណ៍ម៉ោង$5យើងចង់ធ្វើ1ម៉ោង$3ឬក៏$4យើងគិតតាមហ្នឹងទៅហើយយើង scale មកការងារយើងវិញមកថាឥឡូវការងារមួយហ្នឹងយើង estimate ទៅថាឥឡូវយើងធ្វើរយៈពេលប្រហែលចំណាយរយៈពេលប្រហែលហើយយើងគិតថាឆាចប៉ុណ្ណឹងវាសមនឹងតម្លៃកម្លាំងពលកម្មយើងអត់យើងបូកទាំងភ្លើងយើងបូកទាំងអ៊ីនធឺណិតយើងបូកទាំងអីផ្សេងទាំងពីអា storage យើងហើយនឹងពេលវេលាហ្នឹងទៀតអញ្ចឹងយើងបូកទៅថាវាស័ក្តិសមមួយតម្លៃការងារហ្នឹងបើយើងធៀបជាមួយយើងធ្វើនៅក្រុមហ៊ុនប្រាក់ខែយើងធ្វើនៅក្រុមហ៊ុនហ្នឹងវា balance នេះអត់អាចខុសត្រូវនេះតិចតួចអត់អីទេកុំឲ្យតែវាឆ្ងាយគ្នាពេកហ្នឹងខ្ញុំគិតរបៀបអញ្ចឹងតម្លៃអូខេហ្នឹងហើយអញ្ចឹងអានេះគឺជា idea មួយដែលខ្ញុំគិតថាសម្រាប់បងប្អូនឬក៏សម្រាប់គ្នាយើងដែលកំពុងតែស្ដាប់ podcast មួយនេះអាចយកទៅពិចារណាមើលបានព្រោះ yes នៅរបៀបក្នុងការដែលយើងកំណត់តម្លៃគឺយើងមានច្រើនរបៀបហើយទៅតាមរបៀបមួយអញ្ចឹងទៅហ្នឹងហើយអញ្ចឹងអាហ្នឹងគឺបើសិនជាឲ្យទៅកំណត់តម្លៃយកចាក់ស្ដែងមកគឺវាពិបាកបន្តិចព្រោះថាបែរថានៅក្នុងជំនាញនេះយើងមានគេហៅថាបទពិសោធន៍ផ្សេងគ្នា skill គឺក៏បែរថាគេហៅនេះគេលក្ខណៈបែបគេហៅមានជំនាញហ្នឹងឯទេពកោសល្យអានេះទេពកោសល្យអានេះវាជាមួយយើងមានជំនាញវាមានស៊ីនីវាមានអីចឹងទៅហ្នឹងហើយអញ្ចឹងអាហ្នឹងគឺយើងពិបាកក្នុងការបែងចែកវាច្បាស់លាស់ប៉ុន្តែយើងអាចធ្វើការបែងចែកដូចបរិយបាននិយាយមុនហ្នឹងក៏វាជារឿងមួយដែលល្អដែរយើងអាចបែងចែកគិតជាម៉ោងហើយយើងគិតមើលថាតើការងារយើងឆាយពីភ្ញៀវតើវាសមរម្យឬក៏វាមិនអញ្ចឹងណាវាថ្លៃពេកឬក៏វាធូរពេកអញ្ចឹងទៅមួយទៀតចេះក៏បានដែរយើងអាចសាកទៅយើងឥឡូវយើងដាក់តម្លៃប៉ុណ្ណឹងយើងដាក់តម្លៃប៉ុណ្ណឹងយើងនិយាយមួយភ្ញៀវទៅថាឥឡូវគាត់យើងដាក់តម្លៃប៉ុណ្ណឹងគាត់អូខេអត់បើគាត់តយើងគាត់ថាពិបាកតម្លៃប៉ុណ្ណឹងយើងអាចចុះបន្តិចទៅប៉ុន្តែពេលដែលយើងចុះយើងឡើងយើងព្យាយាម check មើលទីផ្សារដែរយើង check មើលមួយអ្នកធ្វើការជំនាញដូចយើងហ្នឹងខ្លះយើង check មើលតម្លៃតែគេនៅលើអ៊ីនធឺណិតនៅលើអីយើង check មើល survey មើលណាយើង survey ខ្លួនឯងដែរអញ្ចឹងថាបើប្រហែលជាប៉ុណ្ណាតម្លៃប្រហែលប៉ុណ្ណាយើងអាចចាប់ផ្ដើមពីទាបទៅបើថាយើងពិបាកខ្លាចដាក់ខ្ពស់ពេកវាពិបាកយើងអាចដាក់ពីទាបសិនទៅហើយយើងឡើងតាមទិញចឹងទៅអត់អីទេយើងធ្វើអញ្ចឹងស្ទង់មើលអញ្ចឹងហ្នឹងអូខេអាចថាពេលដែលយើងធ្វើយូរទៅយើងនៅមានបទពិសោធន៍ច្រើនហើយយើងនឹងយល់ច្រើនយើងអាចឡើងតាមហ្នឹងហើយអូខេចុះភាគច្រើនបរិយរកថាយើង inspire ពីខាងណាមកខ្លះលើ website ពីអីចឹងwebsite បើពីដំបូងដែលខ្ញុំ start ធ្វើមកខ្ញុំអត់ inspire ពីក្រៅទេខ្ញុំ inspire តែក្នុងស្រុកយើងហ្នឹងមើលការងារចាស់អីចឹងលើ Facebook លើអីចឹងទៅហ្នឹងហើយមើលការងារសាច់ច្បងយើងពីមុន
bữa mà đó lỡ món nhưng mơ ta đi Pinterest mơ ấy đai website đấy kia dân mơ tu tay nó nhưng mơ được tại kia Pinterest bị hand bị ấy nó mơ ok cho càng nghĩ để bởi phơ tăng bị đài mà đó lỡ đai thlo cái hai thà bợn áo ở đây miền ấy nó thlo ta nào thlo đấy em cái thằng này có thlo tay còn tha bợn áo nhóm để sai nhóm nơi te nơi khác này chứ vì nhóm cái thằng vì hiện ở thời du đôi nhẹ nơi còng á nhóm cái thằng bài trẻ rõm chắp đi chieng chắp lọ chieng nhóm cái chân cho ca pe đại dương men là rõm bợn áo nó dương face mới viêm mình tự bợn áo và dân chụp viết nhóm bạn toàn thành trẻ nhóm hoàng ấy dân hầu càng nghĩa dân miền càng nghĩa bật chạm khá hay nâng càng nghĩa thơ mùi và ta bây dân bợn áo dân ai ta lẽ càng nghĩa để dân canh nâng đầy nâng cài để dân chỉ diêm như thế bây nó một bạc kháng nè bây bợn áo bây dân bùng canh càng nghĩa bởi xem dân bợn áo bây dân chọc check chọc ấy hết ở ấy nè bây dân bùng canh càng nghĩa nó hiện bạn tích dân cho bạn là xa khơi nè ở nếu hai chị xa khơi nhưng mà hiện gặp play này là online nhé và hai chị xa khơi trắng nắng ấy nhom cho chất thời trắng làm bài hiện sờ bài tích cầm ao stack đang về phổ để ra nhom mẹ đóng tha dân bản thân gì dân series page dân việc mặt prai đang page càng nghĩa biết là oi càng nghĩa dân thời mặt prai thời cho bạn lo bàn tay chỉ vật dân bản thân gì dân thời ảnh trăng khop pe khop vì liều mà nhưng cái này dân đã sầm piết này luôn anh cần là khá bởi dân ai miền pe vì liều nó mới dân từ khai dân từ đà lên rồi có dân nơi lửa online dân mơ ấy gặp play mà ấy bài tới biết là ói biết chia chương dân tôi mơ gần cả tóc dân tôi mơ ấy để ở o giống viên nó mà rồng giống gọi là o tam năng đài chứ nhóm trong ấy nè để có tam đàn nhóm này để có score nhóm có sờ bài nhóm cho chất chẳng cho theo bị bợn áo nhưng đây compare rồi này cho mùi nâng càng nghiệp xe nhé thất lọp compare bằng tay bị trả nhóm compare là việc tha có thơ chẳng cái có thơ mày từ việc chẳng dân cái ta cái thơ cả mất cả dân thơ ít cả chẳng anh cái thơ mày bạn trình chẳng cả chẳng á hay dân suy diêm mà dân suy diêm thà hồ mơ tịnh này hồ mơ bị thi ta cái thơ mất về khác dân hồ khơi như là internet thà đồng bất cái thơ chẳng bạn ta về khác cứ dân này điều này bây giờ dân suy diêm đó suy diêm hồ đó cứ dân suy diêm cho suy diêm đó dân ba thà tầm ba cái thơ chắc là ba này là việc chẳng á tiểu thay dân suy diêm thơ đôi năng mùi của nhóm vì muốn personal nhóm món nhóm cho chất thơ ấy nhóm chấp đam đi giải từ bộ nắng cứ nhóm cho chất thơ ấy copy việc thay là cái min poster mùi nha chứ nhóm vô poster mới vô mà đặt mờ hay dân thơ mà nhận đôi kề dân thơ mà bị thi hiểu hộ bị thi mới thơ đôi kề tranh hụn chẳng đây chẳng á chẳng là nắng cứ chỉ cả chấp đam nó hay nắng nhóm ta thơ là hốt về dân khơi ấy mùi play chẳng nhóm ta là hồ mơ bị thi là thơ mới ở trên chẳng đây là việc chẳng là việc nào anh nói cái hai vị thi sạc nó ca riêng á được kia đấy nhung có thơ chẳng được kia đấy giờ chắc phải đam từ bốn giờ thơ mấy phi diêm cái hai nhưng try thuộc copy pina cả đói nữa là ngày dịp phi diêm thơ mấy chuyện chứ xong kết khơi nhờ khi dân mày thấy mấy có tay này chắp vào rõm ta lưới cho nó môi đây cái hai thằng creative có cái này có chắp vào rõm ta lưới bị thay creative khang pe có bật luôn này mà mẹ rõm bên này ta có ở trong ấy luôn ấy những thơ tam ấy chả bỏ chả hay có trong ấy mình ấy tham mây mà hay nã cái từ và cả ấy tham mây là hôn ấy trơn mà không biết đó bây chẳng có chắp làm bài có chắp làm cứ tới cái đặt tranh sao mới cái tham mây là hôn đó bây giờ cái đặt tranh là cái tranh có thơ ấy thì tam bất bây để nắng dân cua ta rồi tam bò nhớ nhưng cái thầy dân cua ta si em thơ ta cha nó ở tập ban sân mà cái thơ hài hoi đó dân thơ ở ban được đôi kia trong sân mà tập đó
ចាំយើង upgrade ថាយើងឆ្នៃធ្វើម៉េចល្អយើងគេទិញចឹងធ្វើអញ្ចឹងបានយើងអត់វាដាក់សម្ពាធខ្លួនឯងហើយយើងរៀងទៅដែលអត់ដឹងខ្លួនណាយើងធ្វើអញ្ចឹងយូរទៅវាល្អអញ្ចឹងហ្នឹងពេលព្រោះសារអាចនិយាយបានថាវាគ្រប់តែគ្នាវាមិនអាចចេញមកវាថ្មីសុទ្ធសាធទេវាសុទ្ធតែជាការដែលយើង inspire ពីនេះបន្តិចពីនោះបន្តិចបើសម្រាប់ខ្ញុំអានេះជា tip ដែលខ្ញុំធ្លាប់ធ្វើកន្លងមកពីច្រើនពេលដែលយើងអូសមើលឬក៏បែរថាយើងដើររកមើល concept ឬក៏របស់ណាដែលវាអាចនឹង relate ជាមួយអីដែលយើងកំពុងចង់ធ្វើខ្ញុំបែងចែកវាទៅតាមរបៀបផ្សេងគ្នាដូចថាឥឡូវទី1ខ្ញុំទៅរកមើល concept សម្រាប់ដែលយើងរៀបចំ layout នៃ poster ប៉ុនយើងអញ្ចឹងខ្ញុំត្រូវមើលសិនអូខេខ្ញុំមើល concept រាប់រយអញ្ចឹងទៅអូខេខ្ញុំឆ្លាញ់ layout មើលហ្នឹងខ្ញុំយក layout ហ្នឹង save ទុកមួយ and then ខ្ញុំទៅមើលទៀតថាតើតាក់ទងទៅនឹងពណ៌ឬក៏តាក់ទងនឹងការប្រើប្រាស់ជាមួយនឹង color ហ្នឹងតែយើងដាក់របៀបឲ្យដើម្បីវាស៊ីគ្នាជាមួយប្រដាក់នោះថាលើប្រដាក់ពណ៌ផ្កាឈូកយើងតែរកមើលទៀត artwork បែបណាដែលវាមានពណ៌ផ្កាឈូកហើយពេលដែលគេ design ហើយគឺវាស្អាតតែគេលីពណ៌បែបណាអញ្ចឹងខ្ញុំ save អាហ្នឹងទុកមួយទៀតand then យើងទៅមើលទៀតតើតើនឹង style text style អក្សរតើartwork ប្រភេទបែបហ្នឹងតើគេប្រើ style របៀបបែបណាបែបលក្ខណៈបែបជា cute ឬក៏របៀបបែបណាដើម្បីឲ្យវាស៊ីជាមួយនឹងប្រដាក់អស់ហ្នឹងអញ្ចឹងខ្ញុំទៅរកទៀតហៅមើល10 20ក៏100 artwork អីចឹងទៅអញ្ចឹងនៅពេលដែលយើងបានអារបស់ហ្នឹងអស់ហើយបានយើងយកវាមកផ្គុំបញ្ចូលគ្នាហើយទៅជា artwork មួយទៀតអានេះគឺជាប្រសេសដែលអាចថាជាផ្លូវកាត់មួយណាខ្ញុំជឿថាបើសិនជាបរិយក៏គិតរបៀបដូចតែខ្ញុំដែរហ្នឹងធ្វើស្តៀងហ្នឹងដែរហ្នឹងហើយព្រោះអាហ្នឹងគេហៅថាវិធីបំបែកហ្នឹងណាយើងត្រូវតែបំបែកពីនោះបន្តិចពីនេះបន្តិចព្រោះសារភាគច្រើនពេលខ្លះយើងឃើញអ្នកខ្លះគឺយើងព្យាយាមធ្វើឲ្យដូចហើយក៏យកអាហ្នឹងទៅធ្វើជាការងាររបស់យើងយ៉ាងហ្មងគឺគាត់អត់ព្យាយាមមើលអានេះមកនោះហើយដាក់ទៅជាការងារថ្មីអត់ទេហ្នឹងហើយចាប៉ុន្តែគាត់អត់ចង់ addថែមអញ្ចឹងចង់ហ្នឹងហើយអត់ចង់សាកថែមអីទៅលើហ្នឹងណាអូខេអានេះគឺជាសិតសឹងតែជារបស់ដែលយើងអាចរៀនបានហើយនេះយើងហ្នឹងហើយអញ្ចឹងអាចយកទៅចារណាហើយយើងអាចគិតបានបន្ថែមទៀតតកតងទៅនឹងរបៀបនៃការដែលយើងធ្វើការនៅលើជំនាញនេះមិនថាគ្នាយើងដែលទើបតែចាប់ផ្ដើមទើបតែ start ឬក៏គ្នាយើងដែលទើបតែលក្ខណៈថាយើងចេញធ្វើការថ្មីណាយើងអត់បានដឹងអំពីរបស់ទាំងអស់ហ្នឹងយើងអាចយកវាទៅគិតមើលបានហ្នឹងហើយចុះពីជឿទៅអីដែលវាអាចធ្វើឲ្យលក្ខណៈមួយសួរថាមិនបែបមិនទៅណងតែអីដែលធ្វើឲ្យបរិយមាន motivate អាចបន្តការងារនឹងបានរហូតmotivate ហ្នឹងហើយជួយជំរុញចិត្តយើងmotivate ខ្ញុំដូចជាដូចពិបាកនិយាយនេះបើមានធ្លាប់មានគ្នាយើងគាត់សួរដែរពេលគាត់ burn out ហ្នឹងគេគាត់ burn out គាត់ឆាតមកសួរដែរថាខ្ញុំឆ្ងល់ធ្វើរាល់ថ្ងៃអីធ្វើរហូតអញ្ចឹងអត់នេះអត់ធុញអត់អីបើយើងនិយាយគាត់បើយើងនិយាយគាត់ស្ដាប់តិចណា motivate ខ្ញុំគឺលុយអាហ្នឹងនិយាយគាត់ស្ដាប់ណាមិនថាគាត់ដូចជាមិនយើងមិនមែនថាយើងគិតតែហ្នឹងតែបើសិនជាយើងដាក់គោលដៅតែយើងគិតថាគោលដៅយើងនៅចំណុចធំណាអញ្ចឹងដើម្បីទៅដល់គោលដៅរបស់យើងខំប្រឹងធ្វើទៅអាហ្នឹងតើយើងមានគោលដៅនិយាយទៅយើងមានគោលដៅទៅយើងអាចខំប្រឹងធ្វើបានហើយយើងអត់នេះយើងអត់ឈប់ទេបើសិនជាយើងអត់មានគោលដៅទេយើងធ្វើនឹកឃើញយើងធ្វើទៅពេលណាយើងអត់នឹកពេលណាយើងអស់អារម្មណ៍យើងឈប់ទៅអញ្ចឹងយើងធ្វើអញ្ចឹងដោយសារយើងអត់មានគោលដៅប៉ុន្តែបើសិនជាយើង set មើលថាឥឡូវមិនថាជាអីទេគោលដៅយើង set ទៅឲ្យតែថាយើងសំខាន់ហើយយើងមានមិនថាជាលុយឬក៏ជាឋានៈឬក៏ជាអីមួយដែលយើងគិតថាយើងចង់បានអាហ្នឹងអញ្ចឹងយើងត្រូវខំប្រឹងធ្វើទៅស្អីក៏យើងត្រូវធ្វើគ្រប់មុខចឹងយើងធ្វើទៅយើងដើម្បីទៅដល់អាកន្លែងដែលយើងកំណត់ហ្នឹងណាហ្នឹងហើយកាលណាដែលយើងហើយប៉ុន្តែអញ្ចឹងទៀតខ្ញុំធ្លាប់សាកកំណត់ចឹងដែរប៉ុន្តែពេលដែលយើងកំណត់ខ្លាំងពេកពេលយើងកំណត់ខ្ពស់ពេកពេលយើងទៅអត់ដល់ក៏យើងអាចបាក់ដែរអញ្ចឹងខ្ញុំមាន tip មួយដែរចង់និយាយដែរយើងអាចអង្គន់ goal យើងជាផាតដូចថាឥឡូវយើងកំណត់រយៈពេលថា5ឆ្នាំយើងចង់បានអីវាយូរពេកយើងគ្រាន់តែយើងផឹងហ្នឹង
ออกกำลังพังchứยังไอ้กำหนดมาทำมาแล้วถ้าทำมาชนะสั้นมาชนะนั่นอะไรจ้องชนะยังกำหนดก็ได้ยังจ้องมาในเกปัญนายังจ้องมาทำปัญนาหรือก็กระชนะจังไปยังกำหนดบ้านมาชนะปัญนั้นปัญได้มาชนะนั่งเวียนสถัดในขนมแผมชนะบ่อยเยอะยังถ่ายจำยังจังมาชนะนั่นแหละมดหนึ่งยังกำหนดบ้านสำหรับบ้านยังถ่ายเธอไอ้คลายังอยากไปมาคายนะยังถ่ายดังถ่ายยังถ่ายเธอไอ้คลานำไปสำหรับอย่างนั้นจังไปยังดังหายยังอัดเมนไอ้เธอชอบไปบ่ยังเมนก็ได้ยังเมนภายในกายยังเมนอ้อยนั่นจังยังดังอัดเธอเต้เธอดาวขบไปนั้นยังเหียงแฮปปี้ติใจมาชนะนั้นไปยังจับดาวก็ได้เยอะนั้นนั่นไงไอ้ถ้าไปยังก่อนtới vìยังเคยเห็นเคยยังmuốnอ่ะนั่นไงยังเคยได้ยังชับบานะนั่นไงภาษายังสบายจัดติยังดักไอ้ง่ายครั้งปีวิบวัตในการติดต่อไปนั่นไงสมปิดไปเนี่ยนั่งไปยังดักครั้งไปปันใต้ยังไม่ได้คำมันยังดักไอ้ครั้งใดก่อนให้ยังดักอยากเปรี้ยวแหวงจังไงยังก่อนให้จำยังก่อนนั่นไงยังก่อนไปมาพิซซ่าในตะบอนข้างแม่ใจเปลี่ยนก่อนได้เนี่ยchứ nhà anh kêu vậy mày tới chừng đơn đấy giờ đại lục miền pizza khác kia ăn vậy chứ chứ ở đấy bản thân chị Kha nó ăn từ này từ việc nắng cái phở bị ai rồi tới khai nhưng mình chỉ con đấy mà tay như sẽ đang đẹp khác kia ăn vậy bị con nó như flip ba đấy thọc sẽ đạp đấy phần tay bây giờ ăn bên ấy mà chừng nữa thế đây phở chắc thở con này rồi coi hai bên cái cắt clay cắt với còn con mà bây giờ còn con pizza clay như vậy clay mạnh này này thì pizza đồng bon tới nhom mà để sao nhom ở trôi chết là việc cái hay là phơi cá chết là việc thông đá thôi xưa thông đá ok chẳng ở bài tha dư chi dư thôi mấy ai miền cô đau bây giờ dương phơi nói từ ban dương ở miền cầm lăng trong ca là dương to từ một tiệt đấy mình tha năng ngày mình tha dương cô đại dương chọn phơi ấy thì ai tha bảo dương thơi là cầm hốt nhưng còn đó tới tha dương chọn ban vẽ khai chở rồi coi dương chọn khai tới chia mình này chơi rồi chọn làng đồng này rồi coi ấy dương từ hay bây giờ sẽ làm con sấy kế dương mà cô đại tới tha như dương trong ăn con sấy kế này dương thấy cái là thơ mấy tầm bay khai chỉ cô một xa nào ló đấy nãy ta nói từ có đáy ở đây mình sẽ bên đại dương miền cổ đại chụp lố về vơi vì chụp nuôi này là ngày tầm pe tầm nào đại dương đa tới nó vì chụp ba chương muốn nó hay vì ọt lại khả năng vì mình chân trái á này yes ok chó sờ mẹp bờ đấy bà sân chỉ không cạn này tha dương ai tạt lọp tới khỏi với nhá ta bờ rẫy miền trình lệch ấy là đại trong phèp luôn này đại dương trong bờ luôn này ca vì muốn bà xin gì dương anh tập lọp tới khỏi bên bà này tẹt tô này đá tẹt tô nằng càng nghe đi còn mày càng nghe phần dương chị ấy mới có bán được rồi chị ấy mới đại dương cái thay trong phèp luôn này ca vì muốn cô ta sẽ làm gì bé này ba nè còn ấy bởi nhóm cái tha cả món nhom cua ta thưa ca nghe là nhom pùng thưa ngày á nhom cái ta cua ta thưa lươn chân nằng mẹ đồng thay dương hiện ô lại bền tịch dương thưa thở ấy dương thở cùng rộn dương ấy ấy thì dương trong ba mình thấy mẹ đồng thay vì hiện dương tích ở ban lươn những năng tích là phầnนั้น ok biết đấyไปคลาวิวบะได้นะวิวบะได้ด้วยกายเยอะวิวบะหนึ่งโครงการได้เยอะเรื่องปันใต้ยมออกคนมวยได้ออกคนโควิดได้ซะไอ้แกเยอะสังเกตเคยทำเมียนbusiness class ดาวน์ไปโควิดให้ก็เป็น business class กระโดดไปโควิดได้ไอ้ยมมวยนั่งจะหนาวกระโดดนั่งไหนปวดปีม้วนยังตัดเตะซอกหมอยังอัดเมียนไอ้ซอกหมอđọcไปให้ยังจับรามเธอการเงินนั้นมีเกสกอลให้ยังอาจแต่ตัวการเงินเธอบ้านยังมีการเงินเธอฟรีแลนซ์บ้านยังกระทายังกระทาโควิดนั่นวิจัยอากาศใดยังมีการเงินเธอนี่ยังกระทาจังได้บอดโควิดอะไรนั่นไงบอดโควิดอะไรนั่นยังไปgiờเธอnơiไปnhàยังไปgiờเธอการthòng đá đi cái điều ấy nữa từ từ ធ្លាប់លើពាក្យមួយគេនិយាយគេថាទៅ
គឺវាអត់មានអីដែលជំរុញចិត្តយើងខ្លាំងជាងពេលដែលយើងដើរដល់ផ្លូវមួយឬក៏ទៅដល់ពេលមួយណាដែលយើងដើរដល់ផ្លូវពិបាកបំផុតផ្លូវពិបាកហើយយើងហ្នឹងហើយប្រឹងមកកំមកចឹងប្រឹងមិនតិចហ្នឹងឲ្យផុត Yes វារបៀបហ្នឹងឯងអាហ្នឹងគឺភាសាឬក៏ពាក្យដែលយើងចន្តែងទៅលើគេនិយាយអញ្ចឹងណាប៉ុន្តែវាត្រូវពិតមែនគឺបែបហ្នឹងឯងដូចចាក់ស្ដែងបរិយអញ្ចឹងគឺយើងព្យាយាមលក្ខណៈយើង fight វាមកប្រើណាពេល COVID ណា Yes and then ទៅយើងក៏ទូបានអីដែលយើងគិតថាវាមិនគួរនឹងកើតទេថាយើងអត់ដឹងផងអត់ដឹងខ្លួនហ្មងថាវានឹងកើតជាអញ្ចឹងវាអត់ដឹងថាយើងអត់ expect ហ្មងយើងអត់មាន expect ថាយើងធ្វើអញ្ចឹងហ្មងហ្នឹងហើយអាចថាវាជាសំណាងមួយរបស់យើងដែរណាដល់ពេលអញ្ចឹងហើយយើងទៅតាមហ្នឹងបរោយចុះមានអីទៀតទៅទូបរោយទឹកហើយហ្នឹងហើយអត់អីអូខេចុះបើសិនជាបរិយមានជា advice អីដែរសម្រាប់សិស្សប្អូនយើងក្រោយបើ advice បើខ្ញុំ freelance ទេខ្ញុំមានតែ advice ជាលក្ខណៈការងារ freelance ហ្នឹងហើយតែហ្នឹងខ្ញុំស្ដាប់មិនដែរបើខ្ញុំនិយាយទៅវាមានអារម្មណ៍ថាដូចស្រៀងគ្នាអីទេតើតើនឹង freelance ហ្នឹងវាអត់មានខុសគ្នាទេបើតាមខ្ញុំខ្ញុំ recommend ថាមុនយើងធ្វើ freelance ហ្នឹងយើងអាចតេស្តសិនណាយើងអាចតេស្តទី1យើងត្រូវ check មើលសិនយើងត្រូវ check មើលថាskill យើងមិនដែរ skill យើងនឹងអាចមិនថា 100% អាចថាយើងអាចទុកចិត្តខ្លួនឯងថាអាចធ្វើបានសិនអញ្ចឹងណាយើងធ្វើបានសិនមកតើមកយើងគួរតាមាន soft skill ខ្លះដែរហើយនឹងចេះធ្វើ marketing ខ្លះដែរព្រោះ freelance យើងមិនអាចចោល marketing កើតទេយើងគួរចេះថាយើងផុសមិនយើងដាក់ការងារយើងទៅលើ platform ណាខ្លះហើយយើងអតិថិជនគោលដៅយើងជាប្រភេទបែបម៉េចគាត់នៅណាគាត់នៅលើ platform ណាយើងcheck មើលគាត់សិនអញ្ចឹងយើងគាត់ survey មើលសិនទេហើយមួយទៀតយើងអាចឆ្លៀតធ្វើការងារ freelance ហ្នឹងប៉ុន្តែយើងធ្វើជា part time អីសិនទៅបន្តិចទទួលបន្តិចសិនណាបើសិនជាអ្នកចង់ធ្វើ freelance full time ហ្នឹងនិយាយសម្រាប់អ្នកចង់ធ្វើ full time ឯងអញ្ចឹងក៏អាចធ្វើបន្តិចសិនទៅដើម្បីអីផលប្រយោជន៍យើងធ្វើបន្តិចគឺដើម្បីបង្កើត network យើងដែរអញ្ចឹងណាពេលយើងធ្វើ freelance part time ហ្នឹងហើយក៏យើងឆ្លៀតពេលហ្នឹងយើងអាច sell budget យើងសម្រាប់ទុកប្រើការពេលយើង start ធ្វើ freelance ណាព្រោះពេលធ្វើ freelance គឺយើងត្រូវមាន budget ទុកចំណាយយើងដែរអញ្ចឹងមិនថាយើងចេញមកភ្លាមយើងមានអីធ្វើហ្មងរហូតពេញរហូតទេអញ្ចឹងណាអាហ្នឹងចំណុចដែលមុនពេលដែលយើង full time ដល់ទៅពេលយើងចូល full time ហើយពេលយើងចូល full បើសិនយើងមក full time ទី1គឺយើងត្រូវមាន schedule យើងត្រូវមាន scope ការងារយើងកំណត់មានកំណត់របស់យើងថាយើងធ្វើការងារប៉ុណ្ណាមួយថ្ងៃយើងធ្វើប្រហែលម៉ោងហើយយើងទទួលការងារប្រភេទអីខ្លះអាហ្នឹងដែលមេរៀនដែលបរៀនថាយើងគួរតែចេះ say no មិនការងារទាំងអស់យើង yes ទាំងអស់ហើយយើងទទួលទាំងអស់ហើយយើងធ្វើអត់កើតវាខូចទាំងការងារគេខូចទាំងឈ្មោះយើងខូចទាំង personal branding របស់យើងការងារយើងទាំងថ្ងៃមុខ portfolio យើងទៀតអញ្ចឹងយើងអាហ្នឹងបទពិសោធន៍តាមពិតមិញសំណួរមួយណាខ្ញុំគួរតែនិយាយអាហ្នឹងមិនត្រូវមិញអារឿងពីមុនណាយើងគួរតែហ៊ាននិយាយថាហ៊ានបដិសេធទៅយើងហ៊ានបដិសេធយើងកុំខ្លាចថាគេនេះព្រោះយើងថ្លឹងថ្លែងពីអីដែលយើងអាចធ្វើបានហើយអាហ្នឹងពេលមុនយើងចាប់ផ្ដើមអញ្ចឹងយើងដឹងហើយថាយើងធ្វើបានតាមប៉ុណ្ណាអញ្ចឹងបើយើងធ្វើអត់បានយើងអាចមានជំរើសទី1យើងអាច pass ទៅគ្នាយើងណាដែលគាត់អាចធ្វើអាហ្នឹងបានព្រោះពេលយើងមុនយើងធ្វើហ្នឹងយើងមាន network ហើយអញ្ចឹងយើងអាច pass ទៅឬក៏មួយទៀតយើងអាចrecommend ទៅគាត់ថាអាហ្នឹងប្រភេទការងារហ្នឹងយើងត្រូវការអ្នកគាត់ធ្វើនេះ1 2 3អញ្ចឹងទៅយើងអាចឲ្យយោបល់ទៅភ្ញៀវវិញអាហ្នឹងវាជា tip មួយដែរក្នុងពេលដែលយើង say no ហ្នឹងយើងមិន say no ប៉ាត់ហ្មងទេយើងគួរថាមានadvice អីខ្លះមួយភ្ញៀវយើងនិយាយមួយគាត់ថាគួរតែធ្វើមិនអាហ្នឹងបើឯងគួរតែតាក់ទងខាងនេះអីចឹងណាអញ្ចឹង
អាហ្នឹងវាគឺជាវិធីសាស្ត្រធ្វើ marketing យ៉ាងដែរពេលថ្ងៃក្រោយគាត់ត្រូវការប្រភេទការងារត្រូវមួយយើងគឺគាត់នឹកឃើញយើងមកហើយទី2យើងមាន workflow យើងមាន workflow របស់យើងថាការងារយើងត្រូវធ្វើអីគេមុនគេយើងត្រូវធ្វើមិនយើងចាប់ផ្ដើមពីណាទៅណាហ្នឹងយើងអត់មានអីកំណត់ទេអាហ្នឹងគឺយើងកំណត់ខ្លួនឯងព្រោះដោយសារយើងខុសៗគ្នារបៀបធ្វើការងារយើងខុសៗគ្នាដែរអ្នកខ្លះគាត់ចូលចិត្តធ្វើនៅហាងកាហ្វេគាត់អារម្មណ៍ល្អអ្នកខ្លះគាត់ចូលចិត្តធ្វើនៅផ្ទះគាត់ស្ងប់ស្ងាត់គាត់អារម្មណ៍ល្អអញ្ចឹងយើងអាណាដែលអានេះខ្ញុំឧទាហរណ៍ទេប៉ុន្តែវាមានអីផ្សេងអញ្ចឹងយើង check មើលទៅថាមួយណាដែលយើងត្រូវមួយយើងធ្វើតាម flow ហ្នឹងទៅហើយយើងគួរតែមានteam support យើងរៀបចំទុកដូចថាឥឡូវ network យើងស្គាល់ហើយថាកគាត់ចេះធ្វើអីខគាត់ចេះធ្វើអីអញ្ចឹងបើពេលណាមួយយើងប៉ះ project ណាដែលយើងត្រូវការពួកគាត់យើងនេះទៅ combine ចូលគ្នាយើងធ្វើ project នឹងរួមគ្នាទៅអានេះខ្ញុំធ្លាប់ធ្វើអញ្ចឹងហើយអាហ្នឹងវាធ្វើអញ្ចឹងល្អហើយមួយទៀតយើង take care client យើងតិចទៅយើង follow up គាត់តិចចឹងណាមិនថាខ្លាំងទេគ្រាន់ថាយើងមាន contact មួយគាត់តំណែងមួយគាត់អីខ្លះទៅកុំឲ្យដាច់ផឹងហ្មងអញ្ចឹងអញ្ចឹងពេលគាត់មានការងារអីយើងការគាត់សួរអីយើងតិចតួចយើងបើកចិត្តតិចទៅយើងប្រាប់គាត់ខ្លះទៅកុំនេះពេកកុំ limit ខ្លាំងពេកអញ្ចឹងណាអញ្ចឹងគាត់ពេលគាត់មានអីគាត់សួរយើងជួនកាលគាត់សួរយើង10ដងគាត់ធ្វើមួយយើងម្ដងក៏មានដែរអាហ្នឹងខ្ញុំជួបច្រើនហើយខ្ញុំអត់មានថាអីទេអាហ្នឹងយើងត្រូវធ្វើអញ្ចឹងហ្មងហើយមួយទៀត marketing personal branding ហ្នឹងយើងត្រូវ keep វាដំបូងយើងអាចធ្វើខ្លាំងប៉ុន្តែបន្ទាប់មកយើងអាចបន្ថយប៉ុន្តែយើងកុំដាច់សោះដូចខ្ញុំមួយថ្ងៃនេះចង់ដាច់ហ្នឹងយើងគួរតែធ្វើទិញចឹងទៅកុំឲ្យស្ងាត់ឈឹងអញ្ចឹងណាហ្នឹងហើយយើងធ្វើតិចទៅចឹងទៅអាហ្នឹងប៉ុណ្ណឹងសម្រាប់ពេលយើង full time ហើយនៅក្នុងរយៈពេលដែលយើងធ្វើការងារ full time freelance ហ្នឹងអីដែលយើងត្រូវការហ្នឹងដែលមក support ការងារយើងហ្នឹងទីមួយយើងមានតារាងតម្លៃច្បាស់លាស់យើងគួរ set up តារាងតម្លៃយើងហើយយើងdiscuss មួយភ្ញៀវមុនពេលយើងធ្វើការយើងនិយាយមួយគាត់តែយើងច្បាស់បន្តិចទៅមុនយើងធ្វើការកុំអូខេលឿនពេកវាអាចហានិភ័យដែរអាហ្នឹងណាហើយមួយទៀតយើងរៀបចំជា invoice សម្រាប់ client ខ្លះគាត់ត្រូវការ invoice ត្រូវការអ្នកខ្លះ client ខ្លះយើងធ្វើរឿងធំតិចមានកងត្រាមានអីទៀតចឹងហើយយើងគួរតែរៀប portfolio របស់យើងរៀបឲ្យស្អាតមកថាយើងបើរបស់ខ្ញុំហ្មង portfolio ខ្ញុំដាក់តែក្នុង Behance ហើយនឹងឯកសារខ្លះវារឿងនេះដែរខ្ញុំរឿងខ្សោយហ្នឹងដែរហ្នឹងតែហ្នឹងយើងគួរតែរៀបចំដាក់នៅកន្លែងណាមួយដើម្បីយើងស្រួលផ្ញើឲ្យគាត់ពេលគាត់ត្រូវការយើងផ្ញើឲ្យគាត់មើលហ្នឹងហើយចឹងទៅហើយចំណុចមួយដែរចំណុចចុងក្រោយចំណុចដែលក្តៅក៏គប់ហ្មងឥឡូវហ្នឹងគឺតាក់ទងទៅនឹងbooking មុនទទួល project បើយើងទទួលមកយើងអត់មានអីសោះហានិភ័យវា50យើងមើលអត់ឃើញទេអញ្ចឹងជាទូទៅហ្មងសម្រាប់ការងារថ្មីហ្មងយើងគួរតែមាន booking ខ្លះចឹងតែអាហ្នឹងវាមិនអីជាអត់ល្អទេអាហ្នឹងគឺវាល្អហើយវាទូទៅទៀតគឺគេត្រូវធ្វើអញ្ចឹងមិនថាការងារអីទេគឺត្រូវធ្វើអញ្ចឹងហ្មងហ្នឹងវាទូទៅហើយបើសិនជាអត់ធ្វើអាហ្នឹងមានន័យថាអត់ស្រួលទេការងារហ្នឹងអាចអត់ស្រួលហើយអាចមានអីអត់ស្រួលហើយករណីថាយើងស្និទ្ធណាគេអាហ្នឹងវាមិនសឹកអីមិនថាបើហ្នឹងហើយបើស្និទ្ធអីទេថាភ្ញៀវគាត់នេះថ្មីយើងទទួលការងារគាត់លើកទី1ដែរអាហ្នឹងវាគួរតែមានការកក់តិចតួចចឹងតែហ្នឹងយើងធ្វើអញ្ចឹងវាល្អទាំងអស់គ្នាហ្នឹងហើយមានន័យថាយើងក៏មានវាថាយើងក៏ត្រូវតែធ្វើការងារហ្នឹងឲ្យគាត់ឲ្យបានដែរព្រោះយើងទទួល booking ពីគាត់ហើយអញ្ចឹងយើងក៏ជាប់មួយដែរថាយើងត្រូវធ្វើឲ្យគាត់ឲ្យបានអញ្ចឹងវាទាំងល្អទាំងអស់គ្នាទេវាល្អទាំងអស់គ្នាយ៉ាហ្នឹងហើយអូខេមានអីទៀតទេដូចជាអស់អាហ្នឹងចែកម្លែកដូចមានប៉ុណ្ណឹងអូខេអីសួរអាហ្នឹងតែខ្ញុំឆ្លើយចាញ់អាហ្នឹងបើថារហូតដាក់មកវាអូខេសំណួរមួយទៀតចង់សួរថាអាចថាជាសំណួរចង់ក្រោយចុះសម្រាប់បរិយគិតថាតើយើងមាន plan អីទៅមុខទៀតនៅក្នុងឆ្នាំនេះក៏ឆ្នាំក្រោយ
ដែលយើងគាត់ថាជា goal យើងទៅថ្ងៃមុខទៀតណាខ្ញុំមានពីច្រើនខ្ញុំចូលចិត្តរៀប plan ច្រើនអញ្ចឹងណាខ្ញុំមាន plan A plan B plan C អញ្ចឹងខ្ញុំធ្វើការងារអីខ្ញុំចូលចិត្តរៀបគិតទុកអីច្រើនទុកមុនអញ្ចឹងបើ plan ខ្ញុំហ្មងរៀងធំបន្តិចយើងអាចមានជា team ការងារមួយព្រោះថ្ងៃធ្វើម្នាក់ឯងវាអត់ញ៉ៃញ៉ៃជាមួយក្រុមការងារមកប៉ុន្តែយើងធ្វើម្នាក់ឯងវា scale ការងារបានតូចយើងចង់ scale ខ្លួនឯងឲ្យធំតែយើងមានគ្នាធ្វើច្រើនអញ្ចឹងហ្នឹងមានគ្នាជួយអញ្ចឹងអាហ្នឹងវាជាអីដែលយើងក្រងដែរតែវារៀងធំដែរណាយើងចង់ធ្វើនិយាយទៅយើងចង់ឲ្យយើងទទួលការងារបានច្រើនជាងមុននិយាយចាស់អញ្ចឹងបើយើងធ្វើការងារបានច្រើនជាងមុនតែយើងមានគ្នាច្រើនដែរហ្នឹងហើយអាហ្នឹងមួយហ្នឹង plan មួយណាយើងមាន plan B របស់យើងករណីថាដូចនិយាយពីដំបូងអញ្ចឹងយើងមិនមែនថា limit ថាយើងត្រូវតែធ្វើ freelance full time នឹងរហូតទេពេលណាយើងត្រូវបត់បែនទៅធ្វើនៅកន្លែងណាមួយអាហ្នឹងវាចូល plan B របស់ខ្ញុំមកយើងអាចទៅធ្វើកន្លែងណាផ្សេងអីចឹងទៅប៉ុន្តែfreelance ហើយខ្ញុំអាចនៅធ្វើតិចតួចអីទៀតចឹងណាអាហ្នឹងយើងមើលឃើញអាហ្នឹងសិតតែនៅក្នុង plan B អាហ្នឹងហើយនៅ plan C ផ្សេងទៀតplan សវោ plan ណានេះ plan ច្រើនអញ្ចឹងដល់ពេលមានអារម្មណ៍ថាពេលយើងមានកម្រងទុកឲ្យអស់ពេលយើងធ្វើការយើងអត់សូវភ័យទេយើងអត់សូវព្រួយថាយើងអត់ដឹងទៅណាព្រោះយើងថាព្រោះបើយើងធ្វើអាហ្នឹងមួយយើងអាចមានអី back up យើងខ្ញុំ inspire មួយពីសភៅមួយខ្ញុំធ្លាប់អានសភៅហ្នឹងអត់ដឹងថាអ្នកនេះធ្លាប់អានអត់ទេសភៅហ្នឹងខ្ញុំចម្លែកសភៅទុកផ្លូវក្រោយជាប្រភេទសភៅហើយក្បួនសឹកខ្ញុំចូលចិត្តមើលប្រភេទក្បួនសឹកសាមកុកហ្នឹងចាសាមកុកអញ្ចឹងវាបរៀនយើងល្អដែរតើតើរៀប plan ទុកច្រើនហ្នឹងវាអត់ខាតអីទេអាហ្នឹងមានអស់លុយអីទេក៏យើងពេលយើងរៀប plan ទុកឲ្យអស់យើងទីមួយយើង confident ហើយយើងងាយស្រួលនឹងការ complete ការងារយើងទៀតចឹងទោះបីយើង plan យើងមិនល្អ plan យើងមិនក៏ដោយយើងគ្រាន់តែគិតឲ្យតែបានយើងរៀបទុកវាល្អជាងអត់រៀបមុនចឹងណាហ្នឹងហើយមានប៉ុណ្្នឹងឯងមានប៉ុណ្្នឹងអូខេអញ្ចឹងថ្ងៃនេះគិតថាប្រហែលជាមានគ្នាយើងមានចំណុចច្រើនដែរដែលត្រូវរៀនសូត្របន្ថែមទៀតពីក្នុង podcast មួយនេះអាចថារបស់ខ្លះយើងធ្លាប់បានដឹងរបស់ខ្លះក៏អត់ធ្លាប់បានដឹងសូម្បីតែខ្ញុំពេលខ្លះក៏អត់ធ្លាប់បានដឹងដែរចំណុចមួយចំនួនដែលបរិយាបាននិយាយព្រោះថាយើងគ្រប់គ្នាយើងមិនអាចទៅចេះទាំងអស់ស្គាល់ទាំងអស់ហើយយើងចេះតែបែងចែកយើងរៀនពីគ្នាទៅវិញទៅមកអញ្ចឹងទៅអញ្ចឹងសង្ឃឹមថា podcast episode មួយនេះនឹងជួយឲ្យគ្នាយើងបានដឹងឬក៏បានឃើញខ្ញុំពីដំណើរនៃដែលបរិយាបានធ្វើពីអីដែលគាត់បានគិតពីអីដែលគាត់បាន plan ហើយនឹងពីអីដែលគាត់បានចែករំលែកមកឲ្យគ្នាយើងនឹងថាតើយើងយកទៅចានណាបែបណាអញ្ចឹងទៅអូខេអីដែលយើងល្អអីដែលយើងគិតថាល្អយើងយកទុកទៅហើយបើសិនជាយើងគិតថានៅវាអត់សូវត្រូវមួយយើងទេអាចថាអូខេយើងទុកវាសិនទៅចាំមើលថ្ងៃណាដែលត្រូវឬក៏ដល់ពេលណាមួយដែលវាដើរដល់ចំណុចដែលបរិយានិយាយហ្នឹងអូខេយើងយកអាហ្នឹងមកធ្វើទៅវិញទៅអញ្ចឹងអូខេអញ្ចឹងអរគុណមែនតើបរិយាសម្រាប់អេពីសូតមួយនេះហើយគេក៏ទៅបើ plan យើង plan បាន2ថ្ងៃហ្នឹងបានថ្ងៃហើយ 3-4 ថ្ងៃ plan យូរហើយគាត់ថាបានថតនិយាយសើដេកលក់អីចឹងទៅក៏មានតែអញ្ចឹងអានេះគឺអត់ដីយើងបានថតហើយអញ្ចឹងអរគុណមែនតើបរិយាសម្រាប់ការចូលរួមនៅក្នុងអេពីសូតមួយនេះមានអីនិយាយចង់ក្រោយទៅឲ្យគ្នាយើងហ៎ចង់ក្រោយមានអីលាក្រោយដូចជាមានតែអរគុណអ្នកនរគ្នាសម្រាប់ការតាមដាន podcast ហ្នឹងហើយតែងតែ support ខ្ញុំហើយចូលចិត្តវីដេអូរបស់ខ្ញុំធ្វើនៅលើ TikTok លើអីខ្ញុំពីមុនមកបើឥឡូវស្រៀងស្ងាត់តិចហើយអញ្ចឹងអរគុណអ្នកដែលធ្លាប់គាំទ្រពីមុនហើយឥឡូវនឹងតទៅមុខទៀតអូខេអរគុណច្រើនអត់ទេទៀតបរិយាមកវិញហ៎come back come back
អូខេអញ្ចឹងអរគុណម្ដងទៀតគ្នាយើងអញ្ចឹងចាំជួបគ្នានៅក្នុងអេពីសូតក្រោយហើយអេពីសូតក្រោយខ្ញុំនឹងព្យាយាម invite special guest មកផ្សេងៗទៀតដើម្បីចែករំលែកអំពីបទពិសោធន៍របស់ពួកគាត់អាចថាជារបស់មួយដែលអាចនឹងឲ្យគ្នាយើងបានរៀនសូត្រពីពួកគាត់បន្ថែមទៀតអញ្ចឹងទៅអូខេអញ្ចឹងអរគុណម្ដងទៀតចាំជួបគ្នានៅក្នុងវីដេអូ podcast ក្រោយអេពីសូតក្រោយផងដែរអរគុណច្រើនបាយបាយ